បាទដល់ពេលកាត់បត្រាទៀតហើយបាទគឺក្នុងខែ3នេះជារឿយៗយើងតែងតែកាត់បត្រាបាទគឺកាត់គឺយើងទុកប្រហាក់ប្រហែលនឹងបាទក្រោមកន្លះម៉ែត្រហើយបងប្អូនឃើញសនៅតាមកន្លែងយើងកាត់ហ្នឹងគឺក្បសបាទអញ្ចឹងគឺយើងលាបដើម្បីការពារកុំឲ្យមានមេរោគអីផ្សេងបាទមេរោគផ្សិតឬក៏បាទមេរោគអីផ្សេងបាទអញ្ចឹងពេលដែលមានភ្លៀង1មេ2មេមកវានឹងលាស់បំពង់ថ្មីបាទហើយយើងក៏ស្រោចទឹកជាប្រចាំដែរបាទដោយសារខែនេះក្តៅណាស់បាទខែប្រាំងខែ3បាទគឺក្តៅមែនទែនហើយនៅនេះយើងដាក់ដីថ្មីដោយសារតែការខែវស្សាហ្នឹងគឺទឹកកន្លែងហ្នឹងរៀងទាបជាងគេហើយទឹកវាច្រើនអញ្ចឹងយើងបន្ថែមដីបាទអញ្ចឹងគឺយើងកាត់វាដើម្បីឲ្យវាលាស់បំពង់ថ្មីមកសម្រាប់ដើមនេះគឺវានៅមានផ្លែអញ្ចឹងក៏យើងវាអត់កាត់វាដែរបាទគឺផ្លែច្រើនបាទនៅផ្លែច្រើនមួយដើមហ្នឹងគឺខុសគេផ្លែតាំងពីខែណាខែណីមកមិនទាន់អស់ទៀតបាទខែផ្លែបន្តមករហូតអញ្ចឹងទុកវាចេះតែទុកវាទៅបាទមួយដើមហ្នឹងគាត់ហូបលេងទៅបាទមិនមែនទុកលក់ទេទុកហូបខ្លួនឯងបាទហើយនេះក៏ជាការដាំបន្ថែមបាទនេះគឺយើងដាំតាំងពីចន្លោះខែ11បាទហើយយើងអត់កាត់មែកវាទេទុកជាប់ដីអញ្ចឹងដើម្បីយើងតជាមួយនឹងពូជបត្រាព្រៃដែលយើងបដោះបាទអញ្ចឹងទៀបអញ្ចឹងស្រួលយកមកតជាមួយនឹងកូនបត្រាដែលយើងនឹងតវានៅចន្លោះខែភ្លៀងបាទក្នុងខែ7ខែ8ហ្នឹងគឺកូនបត្រាដែលយើងបដោះហ្នឹងល្មមយកមកតហើយចឹងហើយដែលកូនបត្រាដែលយើងដាំនេះយើងអត់បានកាត់មែកវាទេគឺអត់បានកាត់មែកវាឲ្យឆ្លាស់ទេគឺទុកវាឲ្យមានមែកច្រើនចឹងដើម្បីយើងងាយស្រួលតបាទខ្ជិលពីយួរឬខ្ជិលបោះកំពង់បោះអស័យដើម្បីចងអីចឹងយើងទុកក្រោមហ្នឹងយើងដាំយើងតជាប់នឹងដើមក្បែរហ្នឹងតែម្ដងបាទហើយនេះគឺលូតលាស់ល្អបាទមានផ្កាមានផ្លែអីចឹងទៅបាទនេះគឺមានទាំងដើមដែលខាងខ្ញុំតមែកហើយមួយទៀតដែលយើងតជាប់ជាមួយដើមហ្នឹងបាទអញ្ចឹងគឺផ្កាក្តាប់បាទខែប្រាំងបាទខែ3នៅផ្កាពេញនៅក្តាប់ពេញអញ្ចឹងបាទតែវាមិនជាប់ទេដោយសារក្តៅពេកទោះជាយើងស្រោចទឹកក៏ដោយបាទខំដាក់ច្បើងដាក់អីទៅតាមគល់នឹងដែរតែមន់កកាយខ្ទេចខ្ទីអស់បាទដាក់យ៉ាងណាក៏អត់ឈ្នះជាមួយមន់ដែរបាទដោយសារយើងមានចំមន់អញ្ចឹងបាទវាកាយខ្ទេចបាទអញ្ចឹងដើមមួយហ្នឹងគឺផ្កាពេញមានក្តាប់មានអីចឹងទៅបាទនេះក្តាប់ផ្កាអីចឹងទៅបាទអញ្ចឹងគឺយើងដាំបានប្រហែលខែហើយដែរនេះបានប្រហែលខែហើយដែរអញ្ចឹងទម្រាំដល់ខែ9ខែ8ខែ9ខែវស្សានេះគឺអាចផ្លែទុកផ្លែវាខ្លះបានបាទហើយតាមគល់ហ្នឹងយើងមានដាំលពៅក្បែរហ្នឹងទៅបាទទុកផ្លែទុកអីគាត់ណាហូបខ្លះអញ្ចឹងទៅបាទអញ្ចឹងហើយបានជាយើងឃើញអ្នកលក់គាត់ដាក់ថាដាំបត្រា6ខែឬក៏8ខែបានផ្លែនេះគឺអញ្ចឹងឯងដោយសារតែកូនគឺជាកូនដែលតត្រួយឬក៏បាទនេះគឺបត្រាដែលខ្ញុំបដោះទុកតបាទប្រហែលជា3ខែអីទៀតយើងអាចតបានហើយបាទកូនខ្លះអាចតបានហើយកូនខ្លះទៅតែបដោះទេអញ្ចឹងវាអត់ស្មើគ្នាទេបាទអញ្ចឹងនេះយើងត្រៀមហើយ